តើមុននឹងអនុវត្តច្បាប់ណាមួយតើតម្រងរៀនគាត់ដែលភាសាឬក៏បើផ្សព្វផ្សាយច្បាប់នឹងដើម្បីឲ្យជាប្រតិកម្មរបស់គាត់ដឹងថាណាច្បាប់នេះអាចចេញទៅអាចមានប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកឯងនៅក្នុងមណ្ឌលតាអ្នកឯងព្រមទទួលយកព្រមតាមច្បាប់នឹងអត់យើងមានដែរអញ្ចឹងទេថ្ងៃនេះម្ចាស់កម្មវិធីគេអញ្ជើញខ្ញុំមកនិយាយពីរឿងនីតិរដ្ឋដែលយើងនិយាយពីនីតិរដ្ឋហ្នឹងយើងឮដូចជាច្រើនមកហើយក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ថាពាក្យនីតិរដ្ឋនេះគឺយកចេញពីភាសាបារាំងដែលហៅថា État de droit វាខុសពី rule of law របស់អង់គ្លេសគេនិយាយពី rule of law ចុះអា État de droit និង rule of law វាខុសគ្នាម៉េចគឺខុសគ្នាចំណុចមួយក៏អង់គ្លេសដែលយក rule of law ដោយសារគេអត់បានគិតថាច្បាប់ស្រុកគេមានបញ្ហាទេគេគិតថាច្បាប់ស្រុកគេល្អតែចេញច្បាប់មកក៏ល្អគេគិតអញ្ចឹងណាដល់អញ្ចឹងទៅគេអត់ចាប់អារម្មណ៍ពីរឿងបញ្ហាច្បាប់ទេគេគិតពីរឿងថាតើការប្រតិបត្តិច្បាប់យ៉ាងម៉េចឲ្យបានល្អដល់អញ្ចឹងទៅគេប្រើពាក្យតែមួយគឺ rule of law ក៏ប៉ុន្តែពាក្យ État de droit គឺមានរួមទាំងប្រតិបត្តិច្បាប់ល្អផងរួមទាំងធ្វើច្បាប់ឲ្យល្អផងមានពីរដូច្នេះមួយគឺមើលពីការប្រតិបត្តិច្បាប់មួយមើលពីសភាដែលធ្វើច្បាប់នោះតើបែបបទនៃការធ្វើអាចធ្វើឲ្យប្រជាប្រដ្ឋទទួលយកបានដែរឬអត់នេះគេហៅថា État de droit ដូច្នេះបើយើងនិយាយពី État de droit យើងត្រូវកលេចមើលពីការធ្វើច្បាប់ផងដែរមិនមែនមើលតែពីការប្រតិបត្តិច្បាប់តែប៉ុណ្ណោះនោះទេចំពោះការប្រតិបត្តិច្បាប់ rule of law យើងឃើញមានសស4ធំទី1គឺប្រជាប្រដ្ឋគឺយើងជាប្រជាប្រដ្ឋត្រូវតែដឹងច្បាប់ខ្លះដែរដឹងថាធ្វើអីខុសធ្វើអីត្រូវចឹងទៅទី2គឺប៉ូលីសត្រូវតែធ្វើការដោយអព្យាក្រឹតជាប៉ូលីសជាតិមិនមែនជាប៉ូលីសរបស់បុគ្គលណាមួយទេគឺប៉ូលីសជាតិដែលបម្រើដល់សង្គមទាំងមូលមានសិលធម៌វិជ្ជាជីវៈនិងជំនាញច្បាស់លាស់ទី3គឺមេធាវីក៏ជាការរួមចំណែកក្នុងការធ្វើឲ្យប្រព័ន្ធច្បាប់ល្អដែរព្រោះតាមពិតទៅមេធាវីប្រឡូកបើស្រុកគេចៅក្រមក៏ជាមេធាវីដែរក៏ប៉ុន្តែស្រុកយើងបែងចែកមេធាវីផ្សេងចៅក្រមផ្សេងក៏ប៉ុន្តែបើនៅស្រុកគេគឺមេធាវីហ្នឹងក៏ជាអ្នកច្បាប់មួយដែរគេដែលអាចជាចៅក្រមបានដែរហើយព្រោះនៅស្រុកគេចៅក្រមវារើសចេញពីមេធាវីខុសពីស្រុកយើងចៅក្រមរើសពីនិស្សិតចេញពីបរិញ្ញាច្បាប់ជាប់បរិញ្ញាបត្រច្បាប់ទៅប្រឡងចូលចៅក្រមបានវាខុសគ្នាក៏ប៉ុន្តែមេធាវីដូចជានៅស្រុកគេដូចជាមេធាវីមានតួនាទីសំខាន់ណាពីព្រោះមេធាវីអាចធ្វើការនៅតាមក្រសួងផ្សេងហើយការធ្វើច្បាប់ផ្សេងគឺពឹងលើមេធាវីនឹងហើយដូច្នេះបើសិនជាមេធាវីខ្វះសិលធម៌ខ្វះវិជ្ជាជីវៈអត់មានឧត្តមគតិគិតតែពីបំរើអ្នកនយោបាយអ្នកនយោបាយចង់ឲ្យធ្វើអីអញធ្វើតាមនឹងបីគប់ចិត្តអ្នកនយោបាយទៅមុខអត់ចូលឧត្តមគតិរបស់ខ្លួនឯងនោះនឹងធ្វើឲ្យរែងច្បាប់ស្រុកយើងនឹងច្បងច្បល់ពីព្រោះមេធាវីគឺជាវិស្វករនៃសង្គមមានន័យថាយ៉ាងម៉េចមានថាសង្គមប្រែប្រួលគឺរីកចម្រើនឬក៏អាចបកក្រោយទៅវិញគឺដោយសារអ្នកច្បាប់នឹងហើយព្រោះអ្នកច្បាប់ជាអ្នកធ្វើច្បាប់ផ្សេងហើយដូច្នេះមេធាវីទៅប្រកាន់ភ្ជាប់លើគោលការណ៍ច្បាប់ធំរបស់ខ្លួនទោះបីជាអ្នកនយោបាយប្រាប់ឲ្យធ្វើយ៉ាងណាក៏ដោយក៏គួរតែក្លាហានក្នុងការដែលជួនយោបល់ទៅគាត់ថាទេបងឬក៏លោកប្រធានឲ្យខ្ញុំធ្វើអញ្ចឹងដូចជាខុសគោលការណ៍ច្បាប់ជាងទៅយើងព្យាយាមធ្វើយ៉ាងណា lobby ឲ្យអ្នកនយោបាយហ្នឹងដើម្បីកុំឲ្យមកពៀនច្បាប់ខ្លាំងពេកនេះជាបញ្ហាសំខាន់ដែលអ្នកច្បាប់ត្រូវតែប្រកាន់យកទី3គឺតុលាការកាត់ក្តីការដែលយើងច្រើនតែលឺពាក្យសំខាន់នេះគឺតុលាការត្រូវតែឯករាជ្យស្អីទៅហៅតុលាការឯករាជ្យគាត់ទៅនៅកន្លែងកោះមួយតែម្នាក់ឯងដាច់ដលៃអានោះបានថាឯករាជ្យមិនមែនទេតែហៅថាឯករាជ្យគឺសំខាន់ត្រង់តែពេលដែលគាត់កាត់ក្តីតើគាត់កាត់ក្តីដោយគោឈរលើផុសតាងដែលមាននៅក្នុងសំណុំរឿងតែមួយមុខឬយ៉ាងម៉េចប្រសិនបើគាត់កាត់ក្តីដោយឡៃស្ដាប់
ចូលមេអញប្រាប់ថាម៉េចតាម Facebook ប្រជាប្រដ្ឋគេថាម៉េចនេះថាម៉េចបើគាត់កន្លែងតែកាត់ក្តីទៅគិតបែបហ្នឹងគឺធ្វើឲ្យការកាត់ក្តីរបស់គាត់លំអៀងហើយដូច្នេះការកាត់ក្តីដែលហៅថាតុលាការឯករាជ្យនោះគឺសំខាន់នៅពេលដែលគាត់កាត់ក្តីគឺគាត់កាត់ក្តីដែលអត់បានគិតពិចារណាលើព័ត៌មានផ្សេងឬលើឥទ្ធិពលផ្សេងនៅក្នុងអារម្មណ៍របស់គាត់បែបទេនោះទើបហៅថាការកាត់ក្តីដោយឯករាជ្យនោះទើបហៅថាតុលាការឯករាជ្យហើយនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងតាមពិតរដ្ឋធម្មនុញ្ញយើងខ្ញុំសរសើរអ្នកព្រៀងហើយតែខ្ញុំជឿថាអ្នកព្រៀងមិនមែនជាខ្មែរទេអ្នកខ្មែរគ្រាន់អ្នកអនុម័តទេអ្នកព្រៀងគឺប្រហែលជាជំនាញអ្នកជំនាញបរទេសដែលមកជួយព្រៀងធ្វើឲ្យរដ្ឋធម្មនុញ្ញយើងមានលក្ខណៈល្អនៅក្នុងរដ្ឋធម្មនុញ្ញយើងគឺកំណត់ឲ្យមានការបែងចែកអំណាចច្បាស់លាស់ហើយអំណាចតុលាការបានប្រគល់ទៅឲ្យព្រះមហាក្សត្រជាអ្នកធានាឯករាជ្យភាពតុលាការដូច្នេះប្រសិនបើយើងធ្វើចង់ការពីរដ្ឋធម្មនុញ្ញច្បាស់លាស់ក៏រកតែយន្តការយ៉ាងណាដើម្បីជួយឲ្យព្រះមហាក្សត្រលោកអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដោយមានគំនិតក្នុងការដែលពាក់ព័ន្ធបញ្ហាច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញយើងព្រះមហាក្សត្រមានអំណាចពីរគឺមួយគឺប្រធានឧត្តមក្រុមប្រឹក្សាអង្គចក្រមមួយទៀតប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិដូច្នេះបើជាទស្សនៈរបស់ខ្ញុំវិញដូចជាយើងយកឧទាហរណ៍នៅប្រទេសអង់គ្លេសដែរគឺទីយាតរបស់ព្រះមហាក្សត្រគួរតែវឹកវើទាហាននិងរៀនច្បាប់មុននឹងឡើងសោរីឬក៏ជ្រុលបានសោរីហើយក៏ត្រូវទៅឲ្យស្គាល់ជីវិតកងទ័ពយ៉ាងម៉េចច្បាប់យ៉ាងម៉េចព្រោះព្រះមហាក្សត្រជាប្រធានឧត្តមក្រុមប្រឹក្សាអង្គចក្រមនិងជាប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិនេះជាចំណុចសំខាន់ដែលយើងយុវជនជំនាន់ក្រោយវ័យខ្ញុំប្រហែលចង់ហួសហើយក៏ប៉ុន្តែខ្ញុំជឿថាយុវជនជំនាន់ក្រោយគិតធ្វើយ៉ាងណាឲ្យប្រទេសយើងបានល្អហើយនៅច្បាប់បានប្រគល់អំណាចការពារឯករាជ្យតុលាការទៅឲ្យព្រះមហាក្សត្រដូច្នេះរកយន្តការធ្វើយ៉ាងណាជួយព្រះមហាក្សត្រឲ្យព្រះមហាក្សត្រមានសមត្ថភាពគ្រប់គ្រងក្នុងការពិនិត្យមើលច្បាប់កុំឲ្យតែប្រគល់អំណាចឲ្យអ្នកផ្សេងនេះជាចំណុចសំខាន់ដូច្នេះហើយចំណុចមួយទៀតដែលធ្វើឲ្យស្រុកយើងថាយើងបន្ទោសចៅក្រមក៏បានដែរក៏ប៉ុន្តែមិនមែនដោយសារចៅក្រមមួយមុខទេគឺដោយសារច្បាប់ស្រុកយើងដែរនៅស្រុកយើងនៅប្រទេសគេមានច្បាប់ភស្តុតាងមួយទៀតដែលថាតើភស្តុតាងមានលក្ខណៈយ៉ាងម៉េចដែលច្បាប់អាចទទួលយកបានតែចៅក្រមអាចទទួលយកបានតើអាចធ្វើឲ្យចៅក្រមសម្រេចចិត្តថាភស្តុតាងនេះអត់មិនអាចយកជាបង្ការទេភស្តុតាងនេះយកជាបង្ការគេមានច្បាប់ភស្តុតាងរបស់គេមួយតែស្រុកយើងអត់មានច្បាប់ភស្តុតាងហ្នឹងយើងមានគោលការណ៍ច្បាប់ភស្តុតាងខ្លះដែរតែចែងនៅក្នុងក្រមនីតិវិធីរដ្ឋធម្មនុញ្ញនិងក្រមនីតិវិធីព្រហ្មទណ្ឌតែមិនមែនជាច្បាប់ដែលកំណត់ថាណែបើសិនជាអ្នកឯងទទួលយកភស្តុតាងបែបនេះគឺខុសទៅនឹងច្បាប់វាអត់មានកំណត់អញ្ចឹងគ្រាន់តែជាដែលយើងហៅថា rule មិនជា law មិនជាច្បាប់ដែលបង្ខំឲ្យខាងចៅក្រមតែគោរពតាមដូច្នេះដើម្បីជួយឲ្យចៅក្រមអាចសម្រេចក្តីដោយត្រឹមត្រូវយុត្តិធម៌ថែមទៀតគួរតែមានច្បាប់ភស្តុតាងថែមទៀតហើយនោះទើបអាចធ្វើឲ្យចៅក្រមអាចកាត់ក្តីដោយត្រឹមត្រូវយុត្តិធម៌អាចទទួលយកបានពីប្រជាប្រដ្ឋបានដូច្នេះសសរទាំង4គឺវាមានប្រជាប្រដ្ឋប៉ូលីសមេធាវីនិងតុលាការបើមិនយើងពង្រឹងទាំង4នឹងបាននោះនីតិរដ្ឋនឹងមានហើយមិនទាន់នីតិរដ្ឋគេធម្មមានទៅrule of law មានអ្នកបកប្រែមួយគេបកប្រែថាធម្មមានទៅបតៃធម្មមានទៅបតៃគឺមានអ្នកការគោរពតាមការប្រវត្តិច្បាប់ចំពោះប្រជាប្រដ្ឋយើងសួរថាសំបីតែនិស្សិតច្បាប់រៀនច្បាប់ហើយសួរថាធ្វើជាមេធាវីកើតគឺមិនទាន់កើតទេទៅរៀនបច្ចេកទេសមេធាវីទៀតដូចខ្ញុំបានសរសេរសភៅពីក្បាលមួយបច្ចេកទេសស៊ើបអង្កេតមួយបច្ចេកទេសសាវនាគឺការគឺសម្រាប់ឲ្យមេធាវីគាត់យកដោយសារខ្ញុំយកcáiចំណេះចេះដឹងរបស់ខ្ញុំហើយនឹងបទពិសោធន៍របស់ខ្ញុំដាក់បញ្ចូលទៅក្នុងមេរៀនទាំងអស់នោះដើម្បីអាចឲ្យមេធាវីដែលចេញទៅធ្វើការបានអានហើយអាចនឹងធ្វើការជាមេធាវីរបស់ខ្លួនឯងបានល្អដូច្នេះសួរថាយើងឲ្យប្រជាប្រដ្ឋយល់ដឹងច្បាប់មិនកើតទៅចាក៏ប៉ុន្តែ
ក្នុងនាមជាប្រដ្ឋគឺចំណុចមាន2ចំណុចដែលសំខាន់ទី1ដឹងថាស្អីទៅដែលបើអញធ្វើអានឹងទៅគឺជាប់គុកឲ្យតាបានចំណុចហ្នឹងគឺប្រជាប្រដ្ឋបានល្អមួយហើយទី2គឺគាត់ត្រូវមានជំនឿទុកចិត្តទៅលើប្រព័ន្ធលើប៉ូលីសលើតុលាការគាត់ត្រូវតែជឿជាក់ថាប៉ូលីសធ្វើការដោយអព្យាក្រឹតមានសមត្ថភាពច្បាស់លាស់បើអញធ្វើអីខុសច្បាប់អញមិនអាចកិច្ចខ្លួនបានទេនៅប្រជាប្រដ្ឋទៅយល់ហ្នឹងទី2គាត់ជឿជាក់ថាតុលាការនឹងកាត់ក្តីដោយយុត្តិធម៌គាត់អានឹងសំខាន់ដូច្នេះគឺត្រូវធ្វើយ៉ាងណាឲ្យប្រជាប្រដ្ឋមានជំនឿទុកចិត្តទៅលើយន្តការអនុវត្តប្រតិបត្តិច្បាប់គឺសមត្ថភាពប៉ូលីសហើយនិងតុលាការអានឹងបើប្រជាប្រដ្ឋមានជំនឿបែបហ្នឹងគឺប្រជាប្រដ្ឋនាំគ្នាគោរពច្បាប់ហើយសប្តាហ៍ថ្ងៃគឺប្រជាប្រដ្ឋគិតថាអូខេអញមានលុយអញកិច្ចខ្លួនទៅឲ្យទៅកិច្ចផុតពីខេត្តហ្នឹងទៅគឺចប់អត់មានណាហៅអញឃើញគិតចឹងព្រោះតែខ្មែរបើក្មេងៗជំនាន់ក្រោយប្រហែលជាមិនចឹងទេក៏តែជំនាន់ខ្ញុំគឺយល់ថាឲ្យទៅផុតពីខេត្តគឺគ្មានណាហៅឃើញទេបើមិនចឹងរត់ចូលព្រៃចេញពីព្រៃមកវិញធ្វើពាក់កាយតស៊ូទៅមកវិញពាក់កាយដែរធ្វើខុសច្បាប់អីចឹងមែនក៏ប្រហែលដល់ពេលចូលព្រៃចេញមកវិញពាក់កាយអាហ្នឹងគឺទម្លាប់អញ្ចឹងក៏ប៉ុន្តែសម័យឥឡូវមិនមែនយ៉ាងដូចនោះទេគឺកាលណាយើងធ្វើខុសច្បាប់គឺមិនអាចកិច្ចផុតពីសម្លាញ់ច្បាប់បានទេដូច្នេះយើងត្រូវធ្វើឲ្យប្រជាប្រដ្ឋមានជំនឿទៅលើប្រព័ន្ធច្បាប់បែបហ្នឹងគឺមានជំនឿទៅលើប្រព័ន្ធតុលាការនោះហើយដែលអាចធ្វើឲ្យប្រជាប្រដ្ឋមានការចាប់ដើមគោរពច្បាប់គ្រប់គ្នាប្រសិនបើប្រជាប្រដ្ឋនៅតែអត់មានជំនឿទៅលើប្រព័ន្ធច្បាប់ទៅលើប្រព័ន្ធតុលាការទេគឺគាត់នៅតែធ្វើអីប្រេះប្រាស់ដែរខ្ញុំសូមសង្ខេបពីធម្មធិបតេយ្យ rule of law ប៉ុណ្ណឹងខ្ញុំចង់បន្ថែមពីនីតិរដ្ឋអូខេនីតិរដ្ឋគឺបញ្ហាសំខាន់ត្រង់ថាស្អីទៅដែលហៅច្បាប់ល្អអាចមាន3លក្ខខណ្ឌសំខាន់ធំទី1គឺច្បាប់នោះត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញតោះគ្នាយល់ស្របចឹងទេគឺប្រកាសជាយល់ស្របព្រោះថាយើងទាំងអស់គ្នាត្រូវតែគោរពរដ្ឋធម្មនុញ្ញហើយក្នុងរដ្ឋធម្មនុញ្ញចែងថារដ្ឋធម្មនុញ្ញជាច្បាប់កម្ពុជាស្អីទៅហៅច្បាប់កម្ពុជាដែលក្នុងមាត្រាច្បាប់របស់រដ្ឋធម្មនុញ្ញក៏បានចែងដែរថាឲ្យនិយមនៃច្បាស់លាស់ពីហើយដែលអ្វីទៅដែលហៅថាច្បាប់កម្ពុជាដែលហៅថាច្បាប់កម្ពុជាគឺមានន័យថាច្បាប់ទាំងឡាយនិងសេចក្តីសម្រេចទាំងឡាយរបស់ស្ថាប័ននានារបស់នាយករដ្ឋមន្ត្រីរបស់រដ្ឋមន្ត្រីផ្សេងគឺត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញអាហ្នឹងគឺត្រូវតែស្របហើយទី2គឺយើងមើលពី process ពីបែបបទនៃការធ្វើច្បាប់សួរថាតើការធ្វើច្បាប់ហ្នឹងដោយល្អដែរអត់ការព្រោះសួរថាអ្នកណាដែលអនុវត្តច្បាប់គឺយើងសភាគឺតំណាងរាស្ត្រនិងព្រឹទ្ធសភាអញ្ចឹងណាដូច្នេះតំណាងរាស្ត្រគឺមានន័យថាម៉េចមានន័យថាជាតំណាងរបស់ប្រជាប្រដ្ឋបើតំណាងរបស់ប្រជាប្រដ្ឋបានស្អីថាគាត់ជាតំណាងការគិតការយល់បញ្ហារបស់ប្រជារាស្ត្រអានឹងទើបហៅតំណាងរាស្ត្រអញ្ចឹងហ៎បើមិនអញ្ចឹងមិនហៅតំណាងរាស្ត្រកើតអញ្ចឹងហ៎ក៏ហើយហេតុអីបានជាគេបង្កើតដល់មានសភាមានតំណាងរាស្ត្រអញ្ចឹងដោយសារគេមិនអាចធ្វើស្អីសម្រាប់នីមួយឲ្យប្រជាប្រដ្ឋទាំងអស់ចូលរួមបោះឆ្នោតទីវាពិបាករាប់លានអ្នកទៅមិនអាចពិបាកបានហើយទៅឆ្ងាយបានហើយបានជាគេបង្កើតដល់មានប្រព័ន្ធប្រជាធិបតេយ្យតំណាងព្រោះបើសិនជាសម្រេចដោយប្រជាប្រដ្ឋផ្ទាល់គេហៅថាប្រជាធិបតេយ្យដោយផ្ទាល់ direct democracy ប្រជាធិបតេយ្យផ្ទាល់គឺមានន័យថាប្រជាប្រដ្ឋម្ចាស់ឆ្នោតនឹងចូលរួមបោះឆ្នោតដោយខ្លួនឯងសម្រេចចិត្តដោយខ្លួនឯងក៏ប៉ុន្តែប្រព័ន្ធសភាគឺជាប្រជាធិបតេយ្យតំណាងហើយយើងនិយាយមិនយើងនិយាយថាប្រជាតំណាងរាស្ត្រគឺជាអ្នកតំណាងប្រជាប្រដ្ឋដូច្នេះរាល់ការសម្រេចរបស់តំណាងរាស្ត្រសួរថាជាការសម្រេចរបស់ប្រជាប្រដ្ឋដែរអត់ដូច្នេះប្រការសំខាន់ត្រង់ថាតើការសម្រេចរបស់គាត់ឆ្លុះបញ្ចាំងពីបញ្ហាពីការយល់ឃើញពីមតិរបស់ប្រជាប្រដ្ឋដែរអត់ដូច្នេះគេមើលពីបែបបទតើមុននឹងអនុវត្តច្បាប់ណាមួយតើតំណាងរាស្ត្រនោះគាត់ដែលពិភាក្សាឬក៏
បើផ្សព្វផ្សាយច្បាប់នឹងដើម្បីឲ្យប្រជាពលរដ្ឋក្នុងមណ្ឌលរបស់គាត់ដឹងថាណែច្បាប់នេះអាចចេញទៅអាចមានប៉ះពាល់ដល់ដែងសិទ្ធិសេរីភាពរបស់អ្នកឯងនៅក្នុងមណ្ឌលតើអ្នកឯងព្រមទទួលយកព្រមតាមច្បាប់នឹងអត់យើងមានដែរអញ្ចឹងទេបើសិនបើគាត់អាចធ្វើបានគាត់អាចបើកចំហឲ្យបើកដោយផ្សព្វផ្សាយសេរីភាពច្បាប់បើកចំហឲ្យមានការផ្ដល់មតិពីប្រជាពលរដ្ឋនោះហើយដែលហៅថាគេទាញឲ្យប្រជាធិបតេយ្យតំណាងមកខិតជិតប្រជាធិបតេយ្យដោយផ្ទាល់អានេះគោលហើយដូចថាតែការបារម្ភរបស់អ្នកជំនាញខាងប្រជាធិបតេយ្យហ្នឹងគឺបារម្ភអញ្ចឹងគឺបារម្ភថាប្រជាធិបតេយ្យតំណាងហ្នឹងយូរទៅតំណាងតែ123នាក់សមាជិកតំណាងរាស្ត្រមិនមែនជាតំណាងប្រជាពលរដ្ឋទាំងអស់គេបារម្ភអញ្ចឹងហើយដូច្នេះគេចង់ឲ្យគេពេលដែលការអនុម័តច្បាប់មុនអនុម័តច្បាប់សភារដ្ឋាភិបាលគួរតែបើកចំហឲ្យមានការចូលរួមមតិពីប្រជាពលរដ្ឋនោះហើយដែលហៅថាពិនិត្យមើលថាតើច្បាប់នោះអាចទទួលយកដល់ប្រជាពលរដ្ឋទាំងអស់ដែរឬអត់នេះជាលក្ខខណ្ឌទី2ដល់យើងងាកមកដែលស្របតាមរដ្ឋធម្មនុញ្ញចំណុចសំខាន់អីដែលស្របរដ្ឋធម្មនុញ្ញមានចែងពីសិទ្ធិសេរីភាពច្រើនណាស់ហើយសិទ្ធិសេរីភាពទាំងអស់ដែលចែងក្នុងរដ្ឋធម្មនុញ្ញអូខេខ្ញុំចង់ងាកមួយតើអ្នកនរគ្នាដឹងថាស្អីទៅថារំលោភសិទ្ធិមនុស្សតែអត់ស្អីទៅដែលជាសិទ្ធិមនុស្សតាមពិតដែលហៅថាសិទ្ធិមនុស្សគឺជាសិទ្ធិសេរីភាពទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដូច្នេះបើរដ្ឋាភិបាលកម្ពុជាគោរពការពារសិទ្ធិបើកសេរីភាពឲ្យប្រជាពលរដ្ឋដូចនៅក្នុងចែងក្នុងរដ្ឋធម្មនុញ្ញនោះហើយដែលហៅថាការគោរពការពារសិទ្ធិមនុស្សនៅស្រុកខ្មែរយើងនេះជាចំណុចសំខាន់ដូច្នេះនិយាយរួមទៅយើងមិនបាច់និយាយពីសិទ្ធិមនុស្សទេយើងនិយាយពីសិទ្ធិណែនៅក្នុងរដ្ឋធម្មនុញ្ញចែងថាមានសិទ្ធិនេះហើយខ្ញុំមានសិទ្ធិនឹងហើយនៅចែងពីសេរីភាពនេះតើខ្ញុំមានសេរីភាពហើយនៅហើយដល់អញ្ចឹងមានពាក្យពីរដែលខ្ញុំតាមបទពិសោធន៍របស់ខ្ញុំគឺទោះបីជាសង្កត់កម្មជនសិទ្ធិមនុស្សក៏ដោយក៏នៅមានការយល់មិនច្បាស់ដែរគឺពាក្យសិទ្ធិនិងសេរីភាពយើងអត់ដឹងស្អីទៅថាយើងមានសេរីភាពចាប់នៅក្នុងទ្រុងក៏គេមានសេរីភាពដែរតែសេរីភាពនៅក្នុងទ្រុងសួរថានឹងជាសេរីភាពដែរអត់ហើយយើងសប្តាហ៍យើងគិតថាយើងមានសេរីភាពហើយយើងមានសិទ្ធិសួរថាមានសិទ្ធិមានសេរីភាពអីចែងក្នុងរដ្ឋធម្មនុញ្ញក៏ប៉ុន្តែសួរថាស្អីទៅសិទ្ធិស្អីទៅសេរីភាពខ្ញុំសូមឲ្យនិយមន័យថាដែលហៅថាសេរីភាពគឺមានន័យថាជានៅពេលដែលយើងធ្វើអ្វីមួយដែលមិនបាច់សុំការអនុញ្ញាតពីនរណាម្នាក់នោះហើយដែលហៅថាមានសេរីភាពដូច្នេះបើសិនជាយើងធ្វើអ្វីមួយដោយចាំបាច់តែមានការអនុញ្ញាតពីនរណាម្នាក់ពីអាជ្ញាធរនោះហើយមិនហៅថាយើងមានសេរីភាពនោះទេដូច្នេះយើងត្រូវដឹងដូច្នេះយើងត្រូវរៀនកំណត់និយមន័យសេរីភាពរបស់យើងដូច្នេះបើសិនជាបើសិនយើងធ្វើអីមួយអាជ្ញាធរថាធ្វើយ៉ាងអត់ត្រូវតមានការអនុញ្ញាតពីខ្ញុំនោះហើយដែលហៅថាការបិទសេរីភាពមិនន័យថាយើងអត់មានសេរីភាពនឹងធ្វើអានោះទេអានឹងយើងត្រូវដឹងចឹងហើយតែតើក្នុងរដ្ឋធម្មនុញ្ញគេបើកសេរីភាពអានឹងដែរអត់នៅក្នុងសម័យខ្មែរក្រហមយើងចង់ចេញពីភូមិមួយទៅភូមិមួយតមានលិខិតអនុញ្ញាតពីភូមិអត់មានលិខិតអនុញ្ញាតងាប់សម័យខ្មែរក្រហមមានទោសតែមួយទេគឺងាប់អូខេសួរថានឹងយើងមានសេរីភាពទេអត់យើងសប្តាហ៍អ្នកនរគ្នាចង់ទៅសម្រៀបចាំបាច់សុំមេភូមិដល់ចង់ទៅពងសំចាំបាច់សុំមេភូមិដល់ចង់ទៅកូរ៉េចាំបាច់សុំមេភូមិដល់ឲ្យតែមានប៉ាសពតប្រទេសកូរ៉េគេឲ្យវីសាទៅបានអូខេដូច្នេះក៏តែដូច្នេះមានន័យថាយើងមានសេរីភាពដើរហើរក៏តែរដ្ឋធម្មនុញ្ញចែងថាការដើរហើរជាសេរីភាពមិនមែនដើរហើរជាសិទ្ធិទេណាការដើរហើរគ្រាន់តែជាសេរីភាពទេមិនមែនជាសិទ្ធិទេដល់អញ្ចឹងងាកមកពាក្យសិទ្ធិវិញដែលហៅថាសិទ្ធិស្អីទៅហៅថាសិទ្ធិដែលហៅថាសិទ្ធិគឺពាក់ព័ន្ធមានកាតព្វកិច្ចរបស់រដ្ឋនៅពេលដែលយើងអត់មានលទ្ធភាពនឹងធ្វើអំពើនោះរដ្ឋត្រូវមានកាតព្វកិច្ចមិនមែនធ្វើធំគេឲ្យធ្វើធំធ្វើអីហ្នឹងដោយសម្រាប់ធ្វើធំសម្រាប់តែឯងបានបនបានសាក់បានតែឯងលទ្ធភាពរស់ស៊ីមិនមែនអញ្ចឹងទេគឺធ្វើធំដើម្បីការពារសិទ្ធិប្រជាពលរដ្ឋ
ការពារការរំលោភការបិទសេរីភាពនានាអូខេអានឹងមន្ត្រីរាជការគឺវាអញ្ចឹងដូច្នេះពាក្យសិទ្ធិគឺពាក់ព័ន្ធកតាបិរដ្ឋដើម្បីងាយយើងខ្ញុំបញ្យល់ពីសិទ្ធិមានមេធាវីសិទ្ធិមានមេធាវីគឺមានថាកាលណាយើងមានលុយជួលមេធាវីយើងជួលមេធាវី10 20នាក់ក៏បានដែរជួលដុកទ័រក៏បានដែរដុកទ័របណ្ឌិតច្បាប់ពី3នាក់មកជួយការពារយើងក៏បានដែរជួលខ្ញុំក៏បានដែរឲ្យតែទៅថ្លៃដូច្នេះអាហ្នឹងគេហៅថាសេរីភាពមានមេធាវីចុះស្អីទៅថាសិទ្ធិមានមេធាវីសិទ្ធិមានមេធាវីគឺមានន័យថានៅពេលដែលយើងអត់លុយអត់មានលុយជួលមេធាវីគឺរដ្ឋត្រូវតែមានកាតព្វកិច្ចផ្ដល់មេធាវីម្នាក់ដែលអត់យកកម្រៃដល់ជនជាប់ចោតអានោះក៏ហើយបានគេហៅថាសិទ្ធិមានមេធាវីហេតុនេះដូច្នេះងាកមកពីដាក់ពាក្យដាហើវិញដាហើក្នុងរដ្ឋធម្មនុញ្ញចែងថាជាសេរីភាពទេមិនមែនជាសិទ្ធិទេអញ្ចឹងហើយបើសិនជាចែងជាសិទ្ធិដាហើវិញនៅពេលខ្ញុំចង់ទៅសៀមរាបខ្ញុំអត់លុយជិះឡានខ្ញុំត្រូវទាច្បាយក្រុងឲ្យចេញលុយថ្លៃឡានខ្ញុំព្រោះខ្ញុំជាសិទ្ធិរបស់ខ្ញុំព្រោះរដ្ឋត្រូវតែមានកាតព្វកិច្ចហេតុដូច្នេះហើយបានរដ្ឋធម្មនុញ្ញអត់ចែងថាជាសិទ្ធិទេជាសេរីភាពដាហើអានេះយើងអញ្ចឹងខ្ញុំជឿថាអស់លោកកូនក្មួយទាំងអស់យល់ច្បាស់ពីអ្វីទៅដែលហៅថាសិទ្ធិអ្វីទៅដែលហៅសេរីភាពហើយក៏ដឹងថាតើសប្តាហ៍ថ្ងៃយើងមានសេរីភាពអីខ្លះយើងមានសិទ្ធិអីខ្លះតើដូចដែលរដ្ឋធម្មនុញ្ញផ្ដល់ឲ្យដែរអត់ដូច្នេះបើសិនជារដ្ឋអត់ទាន់បានបំពេញកាតព្វកិច្ចរបស់ខ្លួននៅឡើយទេទាមទារឲ្យរដ្ឋបំពេញកាតព្វកិច្ចដើម្បីជាការការពារសិទ្ធិការគោរពសិទ្ធិរបស់ខ្ញុំអូខេដូច្នេះងាកមកវិញចំណុចដែលសំខាន់មួយទៀតគឺត្រង់ថាក្នុងអដែងសសរទាំង4ដែលគំពីអដែងធម្មធិបតេយ្យប្រជាប្រដ្ឋមេធាវីនគរបាលតុលាការតើស្ថាប័នណាមួយដែលជាអធិភាពជាទស្សនៈរបស់ខ្ញុំស្ថាប័នជាអធិភាពគឺតុលាការយើងទៅធ្វើឲ្យតុលាការរឹងមាំមានគោលចំហមានសមត្ថភាពច្បាស់លាស់មានការអនុវត្តរបស់គាត់គោរពតាមគោលការណ៍ច្បាប់ច្បាស់លាស់នោះដើម្បីធ្វើឲ្យតុលាការឯករាជ្យនោះព្រោះបើសិនជាតុលាការរឹងមាំសួរថាប៉ូលីសហ៊ានចាប់ផ្ដេសផ្ដាស់ទេអត់ហ៊ានទេព្រោះកណ្ដាលចាប់ផ្ដេសផ្ដាស់ទៅដល់តុលាការគេស្ដីឲ្យគេដោះលែងជនជាប់ចោទហើយគេស្ដីឲ្យទៀតថាឯងមិនគេចាប់ផ្ដេសផ្ដាស់មែនណាក៏ប៉ុន្តែសប្តាហ៍ថ្ងៃវាអត់ចឹងប៉ូលីសក្នុងច្បាប់ប៉ូលីសគាត់មានសិទ្ធិឃាត់ខ្លួន48ម៉ោងទៅ72ម៉ោងក៏ប៉ុន្តែពេលដែលប៉ូលីសឃាត់ខ្លួនគាត់យល់ថាគាត់មិនអាចដោះលែងបានទេគណៈឃាត់នេះគឺឃាត់អ្នកដែលមានសិទ្ធិដោះលែងមានតែព្រះរាជទេតែក្នុងច្បាប់មិនអត់បាននិយាយអញ្ចឹងទេក៏ប៉ុន្តែការយល់ឃើញរបស់ពួកគាត់គឺអញ្ចឹងព្រះរាជគាត់យល់ឃើញអញ្ចឹងបើអ្នកឯងខ្វាក់ខ្លួនគេហើយអត់មានសិទ្ធិដោះលែងពួកគាត់ព្រះញ្ញាគាត់ដែលគាត់គិតអញ្ចឹងដោយសារគាត់បារម្ភខ្លាចប៉ូលីសពុករលួយពួកប៉ូលីសហើយចាប់គេដោះលែងចាប់គេដោះលែងចាប់គេលែងចាប់ស៊ីលុយដោះលែងចាប់ស៊ីលុយដោះលែងដល់អញ្ចឹងធ្វើឲ្យឯងព្រះញ្ញាហ្នឹងគាត់បកស្រាយផ្សេងគឺបកស្រាយថាកណាខ្វាក់ខ្លួនគេហើយមិនអាចដោះលែងបានទេហើយដូច្នេះមកដល់បញ្ហាបច្ចុប្បន្នគឺបញ្ហាត្រង់ថាតើប៉ូលីសចាប់ផ្ដើមខាត់ខ្លួននៅពេលណាចាប់ផ្ដើមបកស្រាយបើគាត់អត់ទាន់ចេញពីការខកខ្លួនទេមិនហៅថាខកខ្លួនគាត់បកស្រាយចឹងព្រោះដើម្បីអីព្រោះដើម្បីបន្លាយពេលទុកពេលឲ្យគាត់គិតហើយដើម្បីបន្លាយពេលកុំឲ្យឯងគណៈគាត់ខកខ្លួនទៅម៉ោងចាប់រាប់43ម៉ោងគាត់អស់អំណាចណាហើយដល់អញ្ចឹងទៅធ្វើឲ្យប៉ូលីសចាប់ផ្ដើមព្រោះមានរឿងក្តីខ្លះមានសាក់សីនឹងត្រូវគេខកខ្លួនប៉ូលីសសាក់សួរដល់ទៅ2 10ថ្ងៃបានដោះលែងវិញអត់មានទាន់ថាខកខ្លួនទេតែឲ្យនៅដេកនៅអដែងស្នងការប៉ូលីស2 10ថ្ងៃបានឲ្យទៅផ្ទះតែយើងសួរថាតើនេះជាការខកខ្លួនដែរអត់ជាការខកខ្លួនហើយព្រោះបើសិនជាយើងហៅគេមកសាក់សួរហើយឲ្យទៅផ្ទះវិញអានឹងសួរថានឹងខកខ្លួនអត់ទោះបីមិនបានដេកក្នុងគុកក៏ដោយ
ដេកនៅក្នុងស្ថានីយ៍នគរបាលក៏ដោយនោះគឺជាការខកខ្លួនព្រោះសិទ្ធិសេរីភាពរបស់យើងបានបាត់បង់ទៅហើយអញ្ចឹងហ៎ក៏តែការអនុវត្តសប្តាហ៍វាទៅជាអញ្ចឹងសួរថាយើងត្រូវធ្វើការកែប្រែយ៉ាងម៉េចហើយពេលបរិញ្ញាគាត់មកគាត់ពេលដែលទទួលរឿងក្តីហើយគាត់ចាប់ដើមគិតទៀតថាហេបើអញដោះលែងអាប៉ូលីសសង្ស័យអញថាអញស៊ីបស៊ូទៀតដល់អញ្ចឹងគាត់ចាប់ដើមឃុំខ្លួនបញ្ជូនទៅតុលាការឲ្យហើយដល់ពេលដល់តុលាការចៅក្រមស៊ើបសួរគាត់ថាគេបញ្ជូនប៉ូលីសបញ្ជូនមកខំប្រឹងចាប់ចង្អល់បរិញ្ញាខំប្រឹងអីបញ្ជូនមកចង្អល់អញមិនដោះលែងដល់ចឹងហើយអ្នកដែលត្រូវគេខកខ្លួនត្រូវបានជាប់ឃុំជាច្រើនខែគឺច្រើនឆ្នាំខ្ញុំមានរឿងក្តីមួយកូនក្តីខ្ញុំជាប់ឃុំបណ្ដោះអាសន្ន4ឆ្នាំទំមកាត់ទៅចោលក្នុងច្បាប់គឺ8-10ខែទេក៏ប៉ុន្តែមុំតាចាប់ខកខ្លួននៅក្នុងសំណុំរឿងកូនក្តីរបស់ខ្ញុំមានលិខិតមួយបានសរសេរទៅសុំអាជ្ញាធរសុំស្នាក់នៅមួយយប់ពោះម៉ោងទៅផ្ទះមិនឃុំខ្លួនមិនខាត់ខ្លួនណាតែពាក្យកូនក្តីខ្ញុំសរសេរស្នើសុំស្នាក់នៅកន្លែងស្ថានីយ៍នគរបាលមួយយប់ពោះដែលយប់ជ្រៅហើយអត់ហ៊ានទៅផ្ទះហើយទៅជាអញ្ចឹងទៅវិញមិនមែនខាត់ខ្លួនទៅជាអញ្ចឹងទៅវិញហើយដូចជាអានេះជាការគឺការបត់បែនក្នុងច្បាប់ក្នុងការអនុវត្តច្បាប់របស់យើងហើយដល់អញ្ចឹងទៅតែក្រុមក៏គាត់ក៏ខំប្រឹងរកមេធាវីរកមេធាវីរកភ័ស្តុតាងដើម្បីធ្វើការចោទប្រកាន់ដើម្បីបញ្ជាការខកខ្លួនរបស់គាត់ហើយដល់អញ្ចឹងសួរថាតើប្រជាប្រដ្ឋយើងអាចមានជំនឿទៅលើប្រព័ន្ធតុលាការដែរអត់គឺអត់ទេអូខេខ្ញុំសូមសង្ខេបប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនមួយអាចនឹងមានសំណួរបន្តទៀតសូមអរគុណ